នេះគឺជារមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកដែលជាបេះដូងទេសចរណ៍នៃខេត្តកំពង់ធំប្រាសាទនេះបានកសាងឡើងដោយព្រះបាទឦសានវរ្ម័ននៅក្នុងសម័យចេនឡាហើយបានសាងសង់លើផ្ទៃដីរាបស្មើសរុបជាង3000ហិកតាហើយថ្ងៃនេះដែរយើងមានបេសកកម្មពីរគឺទី1យើងទៅរកប្រាសាទដែលមានកម្ពស់ខ្ពស់ជាងគេនិងទី2ទៅរកដើមឈើដែលមានទំហំធំជាងគេនៅក្នុងតំបន់ប្រាសាទនេះអរុនសួស្តីនិងជម្រាបសួរទៅកាន់បងប្អូនអ្នកទស្សនាទាំងអស់គ្នាធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំចម្ងាយតែ35គីឡូម៉ែត្រប៉ុណ្ណោះបងប្អូននឹងទៅដល់រមណីយដ្ឋាននៃប្រាសាទសម្បូរព្រៃគុកនៅពេលដែលក្រុមការងាររបស់យើងបានទៅដល់រមណីយដ្ឋានប្រាសាទនេះពីការដំបូងរបស់យើងគឺជូនទូលរបស់យើងទៅផ្លាស់ប្ដូរសម្លៀកបំពាក់ជាមុនសិនសម្លៀកបំពាក់ដែលតួយើងបានស្លៀកពាក់នៅថ្ងៃនេះគឺយើងទទួលបានមកពីហាងម៉ាក់រក្សាកាត់ដេរសម្លៀកបំពាក់នារីដែលគាត់បាន sponsor វីដេអូនេះទាំងមូលតែម្ដងហើយនេះគឺជា page របស់គាត់ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះក៏សូមបងប្អូនជួយគាំទ្រនៅសម្លៀកបំពាក់ដែលជាស្នាដៃរបស់កូនខ្មែរនិងកាត់ចេញដោយផ្ទាល់នៅក្នុងទីរួមខេត្តកំពង់ធំនេះដែលមានសោភ័ណភាពស្រស់ស្អាតនិងតម្លៃសមរម្យផងដែរបន្ទាប់ពីការផ្លាស់ប្ដូរសម្លៀកបំពាក់និងកិច្ចការផ្សេងៗរួចមកយើងក៏ធ្វើដំណើរឆ្ពោះមកក្នុងប្រាសាទតែម្ដងភាពស្រស់បំព្រងនៃរុក្ខជាតិនៃដើមរដូវវស្សានេះគួរជាទីមនោរម្យសម្រាប់បងប្អូនដែលមានបំណងទៅលំហែនៅក្នុងតំបន់ប្រាសាទនេះតែម្ដងដោយទិដ្ឋភាពនៃគ្រប់ទីកន្លែងគឺហាក់ដូចជាស្រស់បំព្រងខ្លាំងមែនទែនដែលបងប្អូនដែលចូលចិត្តថតរូបនិងថតវីដេអូគឺមកក្នុងរដូវនេះគឺមិនខកបំណងនោះទេធ្វើដំណើរបន្តិចម្ដងយើងក៏មកដល់ក្រុមប្រាសាទជប៉ុនដែលក្រុមប្រាសាទជប៉ុននេះគឺមានក្បូរក្បាច់រចនាយ៉ាងស្អាតអស្ចារ្យហើយថែមទាំងរក្សាបាននៅគុណតម្លៃរហូតដល់បច្ចុប្បន្នដោយទ្រង់ទ្រាយជាច្រើនគឺរក្សានៅបានល្អនេះគឺជាប្លង់មួយដែលយើងថតចេញពីក្រុមប្រាសាទជប៉ុនហើយក៏ជាប្លង់មួយដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតដោយដែលបងប្អូនបានទស្សនាអញ្ចឹងគឺទស្សនីយភាពនេះគឺពិបាកនៅក្នុងការបរិយាយខ្លាំងមែនទែនតើតើបងប្អូនមកទស្សនាផ្ទាល់ទើបដឹងថាអូវាពិតជាអស្ចារ្យខ្លាំងមែនទែនគេដំណើរដែលដូនតាខ្មែរបានបន្សល់ទុកមកមួយនេះគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដូច្នេះយើងជាអ្នកចំនួនក្រោយក៏គួរតែសិក្សាស្វែងយល់បានច្រើននិងចូលរួមថែរក្សាឲ្យបានទាំងអស់គ្នាចំណែកឯបេសកកម្មយើងក៏នៅតែបន្តស្វែងរកនៅប្រាសាទណាដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងតំបន់នេះធ្វើដំណើរបណ្ដើរគយគន់មើលទេសភាពបណ្ដើរធ្វើឲ្យយើងពុំមានអារម្មណ៍ថានឿយហត់នោះទេក៏ព្រោះតែទិដ្ឋភាពដ៏ស្រស់បំព្រងបែបនេះគឺធ្វើអារម្មណ៍យើងស្រស់ស្រាយហើយពេលខ្លះក៏អាចរំសាយនៅកង្វល់ផ្សេងៗដែលយើង stress អំពីការងារផងដែរធ្វើដំណើរបន្តិចទៀតយើងក៏មកដល់ក្រុមប្រាសាទតោដែលប្រាសាទតោនេះហើយដែលគេបានយករូបទៅតំណាងនៃក្រុមប្រាសាទសម្បូរព្រៃគុកទាំងមូលយើងធ្វើដំណើរមកបន្តិចយើងក៏មកដល់ប្រាសាទត្រពាំងរពាក់ដែលប្រាសាទជប៉ុនប្រាសាទត្រពាំងរពាក់និងប្រាសាទតោនេះគឺសិតតែជាប្រាសាទដែលមានកម្ពស់ខ្ពស់ទីបំផុតយើងក៏អាចរកឃើញប្រាសាទដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងតំបន់ប្រាសាទសម្បូរព្រៃគុកនេះនោះគឺប្រាសាទជប៉ុននេះឯងដែលមានកម្ពស់32ម៉ែត្រក៏ប៉ុន្តែពីមុនប្រាសាទដែលមានកម្ពស់ខ្ពស់ជាងគេគឺជាប្រាសាទតោឯនោះទេដែលមានកម្ពស់រហូតដល់35ម៉ែត្រក៏ប៉ុន្តែដោយសារតែកត្តាធម្មជាតិមួយចំនួនដែលធ្វើឲ្យប្រាសាទតោមានការបាក់បែកនិងកំពុងទទួលបាននូវការជួសជុលដែលធ្វើឲ្យប្រាសាទជប៉ុននាពេលបច្ចុប្បន្ននេះទទួលបានចំណាត់ថ្នាក់លេខ1នៃប្រាសាទដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកនេះហើយគួរបញ្ជាក់ផងដែរថាប្រាសាទតោនៅពេលបច្ចុប្បន្នគឺកំពុងតែធ្វើការជួសជុលពុំទាន់បើកឲ្យចូលទស្សនានោះទេបងប្អូនអរគ្នានេះយើងធ្វើការដើរមករកប្រាសាទដែលខ្ពស់ជាងគេនៅសម្បូរព្រៃគុកហើយបេសកកម្មយើងក៏បានសម្រេចដែរដែលប្រាសាទដែលខ្ពស់ជាងគេហ្នឹងគឺប្រាសាទជប៉ុននៅក្នុងក្រុមប្រាសាទជប៉ុននៅប្រាសាទសម្បូរព្រៃគុកហ្នឹងឯងហើយបេសកកម្មបន្តទៀតយើងទៅរកដើមឈើដែលខ្ពស់ជាងគេនៅក្នុងប្រាសាទហ្នឹងតើខ្ញុំអាចរកដើមអីដែលខ្ពស់ជាងគេហើយបញ្ជាក់ផងដែរដើមឈើដែលខ្ពស់ជាងគេហ្នឹងមិនមែនខ្ញុំដើររកពេញមួយប្រាសាទទេយើងដើរមើលដើមឈើណាដែលនៅគៀនផ្លូវហើយដែលធំជាងគេព្រោះអីបើសិនជារកព្រៃគឺរកអត់កើតទេដូចបងប្អូនឃើញទាំងអស់គ្នាឃើញតែព្រៃនេះគឺស្ដុកខ្លាំងមែនតើហើយឥឡូវយើងកំពុងធ្វើដំណើរទៅរកដើមឈើហ្នឹងហើយបងប្អូនអរគ្នាចាំតាមដានបន្តទៀតបន្ទាប់ពីការដើរនិយាយម្នាក់ឯងអស់ជាង1នាទីរួចមកខ្ញុំក៏មកដល់នៅដើមជ្រៃមួយដែលមានទំហំធំដើមជ្រៃនេះមានទីតាំងស្ថិតនៅជិតប្រាសាទតោតែម្ដងបងប្អូនដែលមកលេងប្រាសាទតោកុំភ្លេចមកថតកន្លែងដើមជ្រៃនេះផងដោយសារតែទេសភាពកន្លែងនេះគឺស្រស់ស្អាតខ្លាំងមែនទែនធ្វើដំណើរមកមុខបន្តិចទៀតខ្ញុំក៏មកដល់ដើមឈើទាលមួយដែលមានទំហំធំប្រហែលជា4 អោបមនុស្សបន្ទាប់ពីការដើរស្វែងរកអស់ជាច្រើនម៉ោងមកខ្ញុំក៏សង្កេតឃើញថាដើមឈើនេះហើយគឺជាដើមឈើដែលមានទំហំធំជាងគេនៅក្នុងតំបន់ប្រាសាទនេះគឺជាផ្លែឈើដែលយើងអាចបរិភោគបាននៅពេលវាទុំគឺនៅតំបន់របស់ខ្ញុំគេហៅថាផ្លែកណ្ដាប់ចង្អេរហើយចំណែកឯមួយនេះវិញគឺជាផ្លែមានព្រៃខ្ញុំគិតថាបងប្អូននៅកំពង់ធំជាច្រើនប្រកាសជាស្គាល់ផ្លែនេះហើយបាទជួយដូងក្រអូបសម្បូរព្រៃគុកឆ្ងាញ់ចឹងកំប៉ុងប៉ុន្មានអី2500ឆ្ងាញ់អីឆ្ងាញ់បាទដកដៃបាទ
ហ្នឹងហើយបងប្អូនអរគ្នាខ្ញុំសង្កេតឃើញថាអ្នកដែលបានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកគឺភាគច្រើនមិនទាន់បានចុច follow ទេរហូតដល់88%ឯណោះដូច្នេះហើយក៏សូមពឹងបងប្អូនអរគ្នាជួយចុច follow page របស់ខ្ញុំដោយគ្រាន់តែចុចតាមសញ្ញាព្រួយពណ៌ក្រហមនោះតែមកប៉ក់មកគឺរួចជាការស្រេចហើយក៏សូមអរគុណសម្រាប់បងប្អូនអរគ្នាដែលបានជួយ follow page និង share នៅវីដេអូមួយនេះបើពេញចិត្តនៅវីដេអូមួយនេះក៏សូមបងប្អូនជួយ comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងប្រសិនបើមានការគាំទ្រច្រើនខ្ញុំនឹងចេញវីដេអូបែបនេះឲ្យកាន់តែច្រើនចូលរួមចែករំលែកនៅតំបន់ទេសចរនៅក្នុងស្រុកយើងទាំងអស់គ្នាដើម្បីជាការចូលរួមលើកស្ទួយនៃវិស័យទេសចរនៅក្នុងស្រុកយើងទាំងអស់គ្នាខ្ញុំបាទសូមអរគុណនិងសូមគោរពលា